គ្មានអ្នកណាម្នាក់ដើរសួរគេថាតើអ្នកទុកចិត្តខ្ញុំទេការទុកចិត្តមិនមែនការចេញពីពាក្យសម្ដីទេប៉ុន្តែការចេញពីសកម្មភាពនិងពេលវេលាក្នុងសង្គមសពថ្ងៃយើងឬមនុស្សជាច្រើននិយាយថាជឿខ្ញុំទៅខ្ញុំមិនបោកទេខ្ញុំស្មោះត្រង់ណាស់ប៉ុន្តែការពិតគឺមនុស្សស្មោះត្រង់ពិតប្រាកដមិនចាំបាច់ប្រកាសថាខ្លួនស្មោះត្រង់នោះទេសកម្មភាពរបស់គេជាអ្នកនិយាយជំនួសមានពាក្យមួយរបស់អ្នកវិនិយោគល្បីឈ្មោះ Warren Buffett បាននិយាយថា It takes 20 years to build a reputation and 5 minutes to ruin it មានន័យថាការកសាងទំនុកចិត្តត្រូវការពេលវេលាយូរប៉ុន្តែការបាត់បង់ទំនុកចិត្តអាចកើតឡើងក្នុងរយៈពេលខ្លីបំផុតនៅក្នុងសង្គមយើងមានមនុស្សជាច្រើនបានបាត់បង់ប្រាក់បាត់បង់ទ្រព្យសម្បត្តិឬបាត់បង់ឱកាសដោយសារតែជឿលើពាក្យសម្ដីច្រើនជាងភស្តុតាងមុននឹងសម្រេចចិត្តវិនិយោគទិញដីទិញផ្ទះឬធ្វើជំនួញជាមួយនរណាម្នាក់សូមសួរខ្លួនឯងថាតើមានឯកសារច្បាស់លាស់ដែរឬទេតើមនុស្សនោះមានប្រវត្តិដែលអាចផ្ទៀងផ្ទាត់បានដែរឬទេតើសកម្មភាពរបស់គាត់ស្របនឹងពាក្យដែលគាត់និយាយដែរឬទេតើខ្ញុំកំពុងសម្រេចចិត្តដោយហេតុផលឬដោយអារម្មណ៍ក្រែងដូចពាក្យគេនិយាយថាការលោភលន់ធ្វើឲ្យមនុស្សមើលរំលងហានិភ័យការភ័យខ្លាចបាត់បង់កាសធ្វើឲ្យមនុស្សប្រញាប់សម្រេចចិត្តប៉ុន្តែការគិតពិចារណាឲ្យបានស៊ុយជម្រៅមានហេតុផលធ្វើឲ្យមនុស្សការពារខ្លួនបានសូមចងចាំថាវូទំនុកចិត្តគឺត្រូវការពេលវេលាដើម្បីមកបញ្ជាក់មិនមែនជាអ្វីដែលគេស្នើសុំនោះទេគេដូច្នេះកុំជឿព្រោះតែគេនិយាយល្អដាក់អ្នកកុំជឿព្រោះតែគេស្លៀកពាក់ល្អឬមានមនុស្សជាច្រើនជឿលើរឿងនឹងត្រូវជឿលើការពិតដែលយើងអាចវិភាគឬប្រភពដែលអាចឲ្យយើងជឿទុកចិត្តបានដូចជាភស្តុតាងឬសកម្មភាពជាដើមព្រោះនៅក្នុងពិភពលោកនេះមនុស្សអាចក្លែងបន្លំសម្ដីបានប៉ុន្តែពិបាកក្លែងបន្លំការពិតបានយូរណាស់ដោយពាក្យលោកពោលថាក្រដាសខ្ចប់ភ្លើងមិនចិត្តឡើយសូមធ្វើការពិចារណាឲ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តធ្វើអ្វីមួយជៀសវាងការខាត់បង់ប្រាក់និងពេលវេលាបំណងអពីខ្ញុំវុធី